សម្បីក្រុមការងារ graphic design មកមីក៏រំភើបដែរខំប្រឹងផ្ចិតផ្ចង់រកគំនិតសម្រាប់ Happy Anniversary 4 ឆ្នាំ My Love រីករាយខួបពី4ឆ្នាំម៉ាយបេះដូងហ្នឹងគឺជាអតិជនរបស់អាមីចាំតាថាលើកមុនគេមានកម្មវិធីអញ្ចឹងគឺគេទិញបាច់ការទិញជាកាដូអីផ្សេងៗតែសម័យនេះអតិជនរបស់ម៉ាមី Seafood ក៏អាចទិញជាគ្រឿងសមុទ្របញ្ជាក់ពីក្តីស្រឡាញ់នៅក្នុងកម្មវិធីផ្សេងៗដូចជា Happy Birthday ទិញជូនក្រាស់ឥឡូវសំខាន់គឺមាន4ឆ្នាំទៀតនេះ Anniversary 4ឆ្នាំអញ្ចឹងគេប៉ឹងខាងម៉ាមីហ្នឹងឲ្យរៀបចំសរសេរជាអក្សរបែបហ្នឹងពុំមែនខាងអ្នករៀបចំកាដូអីទេតោះអញ្ចឹងម៉ាមីចាប់ផ្ដើមរៀបចំជូនគាត់ណាជាមួយនឹងអំណោយបែបគ្រឿងសមុទ្រគាត់ដឹងថាបេះដូងគាត់ចូលចិត្តញ៉ាំគ្រឿងសមុទ្រណាតាមថ្មពងបង្គាភ្លាតមកទៀតមកខ្យងបារាទឹកស្អ៊ីវផ្អប់ធំបន្តមកទៀតមកគឺទឹកត្រីជាមួយនឹងខ្ទឹមម្ទេសមកកញ្ច្រែងនេះគឺជាគ្រឿងដេក័រនៅក្នុងផ្អប់និយាយហ្នឹងអញ្ចឹងមានក្រូចឆ្មាមានខ្ទឹមសមានគល់ស្លឹកគ្រៃហើយនឹងម្ទេសទាំង3មុខលាយបញ្ចូលគ្នាអញ្ចឹងកាដូផ្ញើជូនបេះដូងគាត់គម្រប់អាពាហ៍ពិពាហ៍4ឆ្នាំរួចរាល់អញ្ចឹងក្នុងហ្នឹងគឺការដេក័រដោយក្តីស្រឡាញ់ជាមួយនឹងគ្រឿងផ្សំផ្សេងៗរបស់ Mami Seafood អូផ្លេចដាក់กระดาษ Happy Anniversary 4ឆ្នាំម៉ាយបេះដូងអញ្ចឹងបេះដូងកុំភ្លេចបើកអានផងណាអូយដឹងរំភើបយ៉ាងណានេះដឹងមិនមែនទេបេះដូងបើកមកដឹងរំភើបឲ្យត្រូវមាត់ទេមិនក៏ថ្ងៃ anniversary មិនទិញផ្កាអីផ្សេងៗមិនទិញគ្រឿងសមុទ្រវិញដាក់ផ្កាតែកផ្កា Mami Seafood Mami Seafood រីករាយគម្រប់អាពាហ៍ពិពាហ៍4ឆ្នាំរបស់បងអូនទាំងពីរ Mami Seafood